ព័ន្ធពុទ្ធសាសនាកម្រិតតំបន់ពុទ្ធសាសនាកម្រិតពិភពលោកហើយលោកដឹងយ៉ាងម៉េចឯការបកប្រែលើកទី1របស់អាត្មានៅឆ្នាំ2006ថ្វាយសម្ដេចគឺអាត្មាបកថ្វាយសម្ដេចជាមួយនឹងលោកប្រធានាធិបតីវ្លាឌីមៀពូទីនរបស់រុស្ស៊ីនៅទីក្រុងមូស្គូហ្មងគឺសម្ដេចគង់អញ្ចឹងអាត្មាអង្គុយពីក្រោយខ្នងលោកពូទីនអង្គុយអញ្ចឹងកាលនោះមានសម្ដេចមានមេដឹកនាំជីវិតលើកទី1ហ្មងលើកទី1នៅទីក្រុងមូស្គូកណាហើយមនុស្សនៅក្នុងសាលហ្នឹងប្រហែលជាអាចអត់ដល់100នាក់ទេសុទ្ធតែមេដឹកនាំធំលើពិភពលោកកណាមានមេដឹកនាំពុទ្ធតំណាងដោយសម្ដេចព្រះមហាសង្ឃរាជទេពវង្សមេដឹកនាំខាងយូវីសខាងគ្រឹះគ្រប់សាសនាទាំងអស់គ្រប់សាសនាធំលើពិភពលោកហ្នឹងប្រហែលជា5-6នាក់កណាដែលអង្គុយទល់មុខលោកប្រធានាធិបតីវ្លាឌីមៀពូទីនហើយអាត្មាចាំលោកឌីមីត្រីវអតីតប្រធានាធិបតីហ្នឹងគឺអង្គុយចិត្តនេះហ្នឹងកណាចាំបើហើយពេលនោះហើយជាពេលដែលអាត្មាបានក្រោកឡើងក៏ចាប់ដៃជាមួយលោកវ្លាឌីមៀពូទីនហ្នឹងភ័យអត់ទេតើបងកិច្ចការអត់ធម្មតាប៉ុន្តែមានអារម្មណ៍តិចថាតើការបកប្រែហ្នឹងវាយ៉ាងណាដែរថ្វាយសម្ដេចព្រោះនៅមុខហ្នឹងមានប្រធានាធិបតីគាត់លោកប្រធានាធិបតីតែម្នាក់ឯងទេកណាគាត់តែម្នាក់ឯងទេតែមេដឹកនាំសាសនាពិភពលោកទាំងអស់និយាយជាមួយគាត់កណ្ដឹងហេតុម៉េចបានមេដឹកនាំគ្រប់សាសនាទាំងអស់លើពិភពលោកទៅប្រជុំនៅមូស្គូជួបជុំនៅជាមួយគាត់កណ្ដឹងជាការផ្ដួចផ្ដើមរបស់មេដឹកនាំអូតូដុករបស់សាសនាគ្រឹះនិកាយអូតូដុករបស់រុស្ស៊ីហ្នឹងលោកគិតអំពីលោកចង់ឲ្យមេដឹកនាំសាសនាពិភពលោកហ្នឹងជួយផ្សព្វផ្សាយយ៉ាងម៉េចឲ្យមានសន្តិភាពកណ្ដឹងណាឆ្នាំ2006ណា2006កណ្ដឹងក៏បានអញ្ជើញលោកប្រធានាធិបតីមកលោកប្រធានាធិបតីលោកមកគាត់ហ្នឹងគាត់មកក៏ជួបលើកទី1វ៉ាវនៅឆ្នាំ2016សម្ដេចទទួលបានអាហារូបករណ៍ទៅរៀនបណ្ឌិតរដ្ឋឬក៏ក្រោយបណ្ឌិត post doctorate នៅសាកលវិទ្យាល័យ Harvard និមន្តទៅសិក្សានៅប្រទេសផ្សេងៗសិស្សប្រទេសដែលកាន់ពុទ្ធសាសនាដែលឡែកនៅសហរដ្ឋអាមេរិកនៅសាកលវិទ្យាល័យ Harvard ជាប្រទេសដែលមិនមែនកាន់ពុទ្ធសាសនាទេហើយខ្ញុំកណ្ដាលក៏គិតថាប្រសងអត់មានច្រើនដែរពេលនឹងជួបប្រទះការលំបាកអីខ្លះទេពីព្រោះទំនៀមទម្លាប់សាសនាគឺផ្សេងហ្មងហើយយើងសូម្បីតែស្លៀកពាក់គឺខុសគេហ្មងកាលនោះលំបាកដែរប៉ុន្តែបើនិយាយអំពីបរិស្ថានរស់នៅអត់អីទេដោយសារទី1ថ្មខ្លួនឯងបានដើរលើឆាកអន្តរជាតិហ្នឹងវាច្រើនឆ្នាំហើយជាង10ឆ្នាំហើយកណាអញ្ចឹងមានន័យថាវាសមជាមួយនឹងបរិបទអន្តរជាតិក្នុងនាមជាអ្នកបុស្សហើយមួយពីរទៀតមហាវិទ្យាល័យ Harvard Divinity School ហ្នឹងគឺជាសាលាដែលគេជាមហាវិទ្យាល័យទស្សនវិជ្ជាហ្នឹងជាចម្រុះជាកន្លែងនៃចម្រុះនៃពួកទស្សនវិទូនៃពួកអ្នកកាន់សាសនាអ្នកស្រាវជ្រាវអីទាំងអស់អញ្ចឹងចូលទៅដល់កន្លែងហ្នឹងវាប្រភេទដូចជាមជ្ឈមណ្ឌលសាសនាមួយកណាត្បិតវាមានអ្នកកាន់សាសនាវាមានអ្នកអត់សាសនាអីទាំងអស់ប៉ុន្តែពួកយើងទទួលស្គាល់ថានេះគឺជាក្រុមនៃពួកទស្សនៈពួកអ្នកសាសនាពួកអ្នកទស្សនវិទូជាពិសេសខាងទស្សនវិជ្ជាកណាហើយពួកយើងគោរពគ្នាទៅវិញទៅមកកណាអត់លំបាកអីអត់មានការរើសអើងទេពួកយើងអត់នៅក្នុងហ្នឹងអត់មានទេដោយសារតែកម្រិតខ្ពស់ហើយពួកយើងទៅគោរពគ្នាទាំងអស់តែគេឆ្ងល់ហើយពេលទៅដល់មានគេមើលគេឆ្ងល់អត់មានសក់ហើយស្លៀកពាក់ផ្សេងខុសពីគេអញ្ចឹងពួកយើងអ្នកនៅក្នុងហ្នឹងយើងស្គាល់គ្នាព្រោះពេលដែលយើងឈានជើងចូលទៅដល់ Harvard ភ្លាមគេមានពិធីប្រកាសមួយគេហៅពិធីស្វាគមន៍ចូលក្នុងគ្រួសារ Harvard អញ្ចឹងគេធ្វើល្អគេឲ្យយើងមានភាពកក់ក្ដៅយើងចូលទៅគេឲ្យយើងគេប្រកាសគេប្រាប់យើងថាអូនេះព្រះអង្គយន់សញ្ជាតិលោកមុនមកពីខ្មែរលោកមកស្រាវជ្រាវសូមស្វាគមន៍លោកអីចឹងគេទះដៃទៅយើងកក់ក្ដៅដែរហើយពួកយើងនៅក្នុងហ្នឹងដឹងទាំងអស់គ្នាដឹងថាប្រសង់ថេរវាទលោកអត់អាចចាប់ដៃជាមួយនារីភេទបានទេប៉ុន្តែពួកយើងនៅក្នុងមហាវិទ្យាល័យហ្នឹងអត់អីប៉ុន្តែអ្នកក្រៅដែលចូលមកមហាវិទ្យាល័យយើងតែងតែមានការយល់ច្រឡំខ្ញុំកើតឃើញអ្នកខ្លះរហូតដល់គេមានសរសេរផ្លាកមួយបិទនឹងជាងថានៅទីនេះហាមអោបឬក៏ចាប់ដៃព្រះសង្ឃសម្រាប់សម្រាប់ស្ត្រីណាដោយផ្អែកលើប្រពៃណីសាសនាប្រហែលជាមានច្រើនធ្លាប់អញ្ចឹងគាត់ឃើញលោកចាប់ដៃឬមួយក៏រត់ទៅអោបអីចឹងណាបរិការការអោបកសោបហ្នឹងវាជារឿងរាប់អានកណា
សម្ដេច ទៅជារួមអត់អីទេបង កណា បង ពាក់ព័ន្ធនឹងអារម្មណ៍វិញនៅពេលដែលសម្ដេចឈានជើងចូលដល់សាកលវិទ្យាល័យដំបូងហ្មងមានអារម្មណ៍មិនដែរ អារម្មណ៍ដំបូងគឺថាថ្ងៃណាដែលអាចកសាងសាលាធំមួយដូចនេះនៅកម្ពុជាបានអត់ធ្លាប់ កណា ហើយធ្លាប់គិតទេធ្លាប់គិតថាសម្ដេចខ្លួនឯងធ្លាប់គិតថានឹងទៅដល់ហ្នឹងឯង អត់ទេអត់ទេបងអត់ដែលមានព្រោះមួយជីវិតអាត្មាអត់ដែលមានកម្រងវែងឆ្ងាយទេដោយសារតែការរស់នៅនឹងវាចាប់ផ្ដើមដោយសារភ្លើងសង្គ្រាមអញ្ចឹងការរស់នៅវាអត់មានគេហៅថាកម្រងសម្រាប់អនាគតវែងឆ្ងាយមិនមែនទេមានន័យថារស់មួយថ្ងៃតមួយថ្ងៃរស់មួយថ្ងៃតមួយថ្ងៃទៅប៉ុណ្្នឹងចឹងវាទៅជាទម្លាប់ កណា ពីក្មេងមកណាដល់អញ្ចឹងយើងអត់ដែលគិតថាមានសាកលវិទ្យាល័យអត់ដែលថាទៅសាកលវិទ្យាល័យ Harvard ហើយអញ្ចឹងធ្លាប់ឮអីកាលហ្នឹងចាប់ដើមឮហើយចាប់ដើមអានពេលដែលចេះអង់គ្លេសចេះអីហ្នឹងហើយក៏ចាប់ដើមអានអត្ថបទទៅក៏ដឹងថាសាកលវិទ្យាល័យហ្នឹងល្បីចេះល្បីចុះអីចឹងណាហើយក៏មិនដែលគិតថាខ្លួនឯងបានទៅ ព្រោះមានជារឿងធម្មតាសម្បីនៅក្នុងសង្គមខ្មែរយើងសម្រាប់ប្រសងខ្ញុំគិតថាមានតែសម្ដេចទេដែលឈានជើងដល់កន្លែងហ្នឹងជាមោទកៈឬក៏មោទនភាពសម្រាប់កម្ពុជាទាំងមូលតែម្ដងអញ្ចឹងចង់ផ្សារភ្ជាប់រឿងរ៉ាវពីមុនបន្តិច1989រត់មកវត្តហើយជួបដូនជីឲ្យសរសេរបើថាសរសេរដីកុំសរសេរទៅទេឲ្យសរសេរអក្សរបើយើងក៏កលេចពីពេលហ្នឹងមកដល់ថ្ងៃនេះមកដល់ថ្ងៃដែលសម្ដេចឈានជើងចូលដល់សាកលវិទ្យាល័យ Harvard គិតថាពាក្យរបស់គាត់នឹងវាមានធម៌ពលមកជាមួយដល់ទេ តាមពិតពាក្យទូលមានរបស់ចាស់ច្រើនដែរមិនមែនមានតែដូនជីម្នាក់ហ្នឹងទេ កណា តែពាក្យរបស់ដូនជីហ្នឹងហាក់ដូចជាវាដកនៅក្នុងដួងចិត្តនឹងខ្លាំងដូចជាឫសកែវមួយដែរ កណា វាពាក្យវាសាមញ្ញប៉ុន្តែអត់ដឹងមិនវាដកខ្លាំងវាដកខ្លាំងទៅពេលតែរៀនសូត្រថ្ងៃណាដែលព្យាយាមសឹងតបោះអាត្មាមិនតិចដងទេដែលសម្រាប់ចិត្តព្យាយាមបោះបង់ការសិក្សាហ្នឹង នៅ Harvard ឬមួយក៏នៅ ក្នុងជីវិត នៅក្នុងជីវិតកណា វាលំបាកអីចឹងទៅចាប់ឲ្យទៅវិញហើយ លំបាកបំផុតហ្នឹងអីគេសម្ដេច វាច្រើនរឿងផ្លូវចិត្តផងសង្គមផងហើយការរស់នៅប្រចាំថ្ងៃវាច្រើនរឿងវាច្រើនកត្តាណារុញទៅចិត្តតែគិតហ្នឹងទៅមករួចទេទៅប៉ុន្តែកាលណាតែរៀបចំថាសម្រាប់ចិត្តបោះបង់វានឹកឃើញពាក្យជីដូនហ្នឹង អូ ហើយជីដូនពាក្យនឹងមួយហើយពាក្យលោកឪពុកមួយប្រាប់ដែរនៅតូចពេលបោះហើយ គាត់ប្រាប់ថាម៉េចទៅសម្ដេច គាត់ថាបើលោកឪពុកញោមប្រុសហ្នឹងគាត់មិនបានរៀនបានខ្ពស់ទេគាត់រៀនបានថ្នាក់ទីប្រមាណទេដូចអត់ចប់បឋមសិក្សាផងទេ គាត់ថាបើសិនខំរៀននឹងអត់អីតែបើអត់ខំរៀនក៏បានដែរមកវិញកាន់ស្លាបកាធំគាត់ប្រាប់តែបើអត់មករៀនមិនមកកាន់ស្លាបកាធំជាមួយ អត់មករៀនកាន់ស្លាបកាធំ ហ្នឹងហើយបើថារៀនទៅខ្ពង់ខ្ពស់ល្អតែបើអត់រៀនក៏បានដែរប៉ុន្តែបកមកកាន់ស្លាបកាធំវិញនៅតិចតួចគាត់ថាពួកឯងរៀនទៅ បើអត់រៀនទេឲ្យកាន់ស្លាបកាធំដូចអញ ស្លាបកាធំអីគេ នេះគាត់អាននេះគាត់ គាត់ជួស្រែស្លាបកាធំអ្នកបាត់ដំបងភាសាអ្នកបាត់ដំបង ស្លាបកាធំហ្នឹងគឺហៅនេះយាមអានេះគាត់ អាហ្នឹងយាម ហ្នឹងហើយប៉ុន្តែពាក្យហ្នឹងក៏ដកចឹងដែរហើយប៉ុន្តែពាក្យដែលដកខ្លាំងមែនទែនគឺពាក្យដូនជីហ្នឹង អូកណា ប៉ុន្តែអត់ដឹងអាត្មាគិតតែចេះតែគិតថាជាតិមួយត្រូវមានពលឹងមួយអ្វីជាពលឹងជាតិ កណា ព្រោះហ្នឹងវាប្រភេទដូចជាដួងវិញ្ញាណណាជាតិពលឹងជាតិនេះសំខាន់ កណា មនុស្សយើងក៏ត្រូវតែមានពលឹងដែរពលឹងកន្លែងនេះមិនសំដៅយកពលឹងខ្មោចពលឹងអីទេគឺពលឹងគឺបែបគេហៅបែបមโนធម៌ពលចិត្តហ្នឹង កណាធម៌ពលចិត្ត វាមានឫសកែវរបស់ អត្តសញ្ញាណខាងក្នុងកណា អ្នកខ្លះហៅបែបថាទស្សនវិជ្ជាផ្ទាល់ខ្លួន ទស្សនវិជ្ជាផ្ទាល់ខ្លួន ខ្មែរយើងហៅពលឹង កណា ពលឹងហ្នឹងគឺភាពរឹងមាំដូចយើងហៅពលឹងបកមកវិញហ្នឹងគឺឲ្យចិត្តហ្នឹងវាមាំវាតវាមានតលយៈភាពមកវិញណាអញ្ចឹងពាក្យដូនជីរបស់គាត់ពាក្យដូនជីដែលលោកពោលមកកាន់អាត្មាដូចពលឹងរបស់
កណា ពលឹងរបស់ខ្លួនឯង ចឹងរាល់ពេលដែលចង់បោះបង់ម្ដុំការយើងគ្រាន់តែរំលឹកពាក្យហ្នឹងដូចយើងទាញពលឹងមកវិញកណាបណ្ដោះនៅស្មារតីឡើងវិញខ្ញុំកណាសួរពីអារម្មណ៍បន្តិចខ្ញុំកណាជឿថាសួរបុគ្គលសាមញ្ញមានន័យថាជាឧបាសកបាសិកាប្រហែលជាមានលក្ខណៈខុសពីសម្ដេចប៉ះសិនបើញោមប្រុសរបស់សម្ដេចនៅមុខឥឡូវហ្នឹងសម្ដេចប្រាប់គាត់ថាម៉េចពុះពាក្យដែលគាត់និយាយមិញហ្នឹងឥឡូវហ្នឹងសម្ដេចបានមកដល់កន្លែងនេះអត់និយាយ អត់និយាយ ព្រោះទីមួយខ្ញុំប្រុសដឹងថាអាត្មារៀនហើយរហូតដល់ពេលនេះខ្ញុំប្រុសខ្ញុំស្រីអត់ដឹងថាអាត្មារៀនដល់ណាទេគាត់ដឹងថាអាត្មាទៅរៀននៅអាមេរិកប៉ុន្តែអត់ដឹងថារៀនកម្រិតណាមិនអត់ដឹងទេហើយក៏មិនដឹងយ៉ាងម៉េចដែរប៉ុន្តែក្នុងជីវិតរបស់គ្រួសារអាត្មាជាមនុស្សម្នាក់ដែលអត់និយាយទេ អូកណា អត់និយាយជាមួយអត់និយាយចង់និយាយថាអត់មែនដូចអាត្មានោះវារៀងចម្លែកជាធម្ម អត់ទៅរៀបរាប់ អត់ទេដូចថាដូចឃើញគ្រួសារខ្លះល្អដែរអាត្មាឃើញក៏ល្អម្យ៉ាងដែរថាម៉ែអើយកូនរៀនមកនេះអាត្មាអត់ទេ តែគាត់ដឹងថាឪពុកម្ដាយដឹងថាកូនមានក្តីសុខទៅគឺពេញលេញហើយកណា អត់និយាយទេអត់និយាយយកញ៉ាំបាត់ទៅបង្ហាញញោមអីអត់មានទេតែកូនធ្វើបានហើយអីចេះអត់មានទេ អត់មានទៅថ្វាយអង្គមហើយកូនធ្វើបានហើយកណាខ្ញុំកណាដូចគ្នាដែរឪពុកម្ដាយរបស់ខ្ញុំកណាក៏អត់ដឹងថាខ្ញុំកណាធ្វើអីណាដែរប៉ុន្តែពេលទៅជួបទៅអីខ្ញុំកណាទៅថ្វាយអង្គមគាត់ធម្មតាគាត់និយាយជូនសម្ភារៈជូនអីធម្មតាតែគាត់អត់ដឹងថាខ្ញុំកណារៀនដល់ណាទេកណា អានេះប៉ុន្តែតើសារដែរឃើញពួកយុវជនអីឃើញជាការលើកទឹកចិត្តហ្នឹងម្ដាយខ្លះគាត់យំអបកូនអីចឹងបើអាត្មាអត់មានទេរៀនដល់ប្អិនប្រព្រំណាក៏នៅតែប៉ុណ្្នឹង គាត់ដឹងថាជាកូនរបស់គាត់ដែរ ណាក៏ប៉ុណ្្នឹងនេះបង សម្ដេចខ្ញុំកណាជឿថាតាំងពីសម្ដេចត្រឡប់និមន្តត្រឡប់មកស្រុកខ្មែរវិញតាំងពីចប់មកពី Harvard ហើយមកដល់បច្ចុប្បន្ននេះក៏សម្ដេចមានកិច្ចការច្រើនមែនទែនជាព្រះសកលវិទ្យាធិការផងហើយជាប្រជាអធិការវត្តផងហើយកិច្ចការផ្សេងៗការងារសង្គមជាច្រើនទៀតបើមើលទៅគឺរវល់ខ្លាំងមែនទែនអញ្ចឹងសម្ដេចរៀបចំពេលវេលាប្រចាំថ្ងៃសម្រាប់ព្រះអង្គឯងដើម្បីមានពេលវេលាក្នុងការស្ងប់ស្ងាត់ខ្លះផងជួយមើលការក៏ត្រូវប្រសងនៅវត្តផងស្កបចល័យផងនឹងកិច្ចការផ្សេងៗទៀតព្រះអង្គរៀបចំពេលវេលាដោយរបៀបណាទៅ ពេលព្រឹកអាត្មាទៅធ្វើការនៅសាកលវិទ្យាល័យក ណា ពេលថ្ងៃអាត្មាទៅធ្វើការនៅសាកលវិទ្យាល័យឆាន់ត្រង់ហើយ អូខេកណា ហើយការងារវត្តយើងមានរចនាសម្ព័ន្ធរបស់វត្តមានគូសូត្រឆ្វេងស្ដាំ កណាទៀត ព្រះមន្ត្រីសង្ឃនឹងជួយកិច្ចការ កណា ហើយក៏ទៅសើប្រសងវត្តណាឡោមដែរដែលព្រះអង្គរស់នៅបដិបត្តិដោយល្អដោយស្រួលបើនិយាយទៅវាអត់វាមានរឿងដែរវាមិនមែនអត់រឿងទេតែរឿងបន្តិចទេ កណា ហើយមន្ត្រីសង្ឃរបស់អាត្មាហ្នឹងក៏ព្រះអង្គលោកដដៃដុតជើងក្នុងការជួយប្រសងអញ្ចឹងវាធូរអាត្មាបានច្រើនដែរ កណាអញ្ចឹងរបៀបរបបអត់សូវពិបាករវល់ដល់សម្ដេចច្រើនទេ កណា បញ្ហាធំបញ្ហាដែលត្រូវគិតប្រហែលគិតខ្លាំងមែនទែនហ្នឹងគឺសាលាអាត្មាតែងតែក្តីសុបិន ក្តីសុបិន dream អាត្មាចង់បានសាលាចេះតែព្យាយាមថាចង់ឲ្យសាលាពុទ្ធកសាកលវិទ្យាល័យផ្សេងនៅរាជនឹងក្លាយទៅជាស្ថាប័នសិក្សាផ្នែកពុទ្ធសាសនាមួយកម្រិតស្តង់ដារអន្តរជាតិដែលគិតណាដែលព្យាយាមណា កណាមានន័យថាជាកម្រិតស្តង់ដារអន្តរជាតិដែលបណ្ដាប្រទេសផ្សេងៗអាចមកស្វែងយល់សិក្សាពុទ្ធសាសនាពីស្រុកយើងបាន បាទបង កណា ប៉ុន្តែយើងត្រូវការពេលវេលាត្រូវការធនធានហើយត្រូវការទេពកោសល្យក្នុងការហ្នឹងហើយច្រើនត្រូវការធ្វើកំណែតម្រង់ច្រើនទៀត កណា ស្ដាប់ទៅប្រហែលជាអ្នកខ្លះគិតថាក្តីសុបិននេះវាធំពេកតែអាត្មាគិតថាការងារណាដែលមនុស្សធ្វើបានមិនមែនធំទេ កណាខ្ញុំកណាគិតថាมันវាត្រូវការពេលយូរមែនក៏ប៉ុន្តែមិនមែនមានន័យថាជារឿងដែលលើសវិស័យយើងអាចធ្វើបានព្រោះសម្ដេចក៏បានឆ្លងកាត់កិច្ចការទាំងអស់នឹងច្រើនពីបណ្ដាប្រទេសផ្សេងៗផងដែរក្នុងការដឹកនាំសាលារហងៃនេះមានជួបប្រទះ challenge ឬក៏ជួបប្រទះការលំបាកអីខ្លះទេ ច្រើន កណា ជួបច្រើនបញ្ហាច្រើនតែយើងអាចវាមិនកន្លែងខ្លះវាមិនដោះទៅគ្រាន់តែតាមឆន្ទៈរបស់អាត្មាវាមានបច្ចេកទេសវាមានផ្លូវច្បាប់វាមានអីច្រើន កណា ព្រោះអាត្មាទៅឡើងបើតែអាត្មាបម្រើការនៅទីហ្នឹងជិត20ឆ្នាំហើយ
ជាសកលវិទ្យាធិការរងនៅទីនោះជិត20ឆ្នាំហើយ ជិត20ឆ្នាំកណា 9 ដល់ 10 ឆ្នាំហើយ អូកណា ខ្វះតែមួយខែទៀត20 ឆ្នាំ 20ឆ្នាំកណា ទៅចូល2026 20 ឆ្នាំហ្មង កណា អញ្ចឹងរឿងរ៉ាវនឹងគឺវាចាក់ស្រេះច្រើនណាស់ហើយមានបញ្ហាច្រើនតែអាត្មាគិតថាប្រទេសកាន់ព្រះពុទ្ធសាសនាត្រូវមានសាលាព្រះពុទ្ធសាសនាមួយដែលប្រកបដោយនិយមគរុកុសលច្បាស់លាស់ កណា ទើបអាចជួយពុទ្ធសាសនិករបស់យើងឲ្យយកព្រះពុទ្ធសាសនាមកដាក់ក្នុងជីវិតក ជា សាង គោលនៅក្នុងដំណើរជីវិតមក គោល ក ដំ ណា ណើរជីវិតហើយអាចជួយជាតិយើងបាន កណា ពីព្រោះពុទ្ធសាសនានេះយើងបដិបត្តិពុទ្ធសាសនាមានន័យថាត្រូវស្គាល់រសនៃធម្មៈ កណា គឺអ្វីជាការបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ កណា បើសិនជាទុកដាក់ពុទ្ធសាសនាដូចជាព្រះពុទ្ធរូបនៅក្នុងព្រះវិហារអាហ្នឹងយើងមិនអាចទទួលបានផលព្រះពុទ្ធរូបជានិមិត្តរូប កណាទៀតកណា កន្លែងហ្នឹងអាចមានអ្នកយល់ច្រឡំណា កណា ហេតុអីបានអាត្មាថាយើងគួរបដិបត្តិពុទ្ធសាសនាកុំឲ្យដូចថាគ្រាន់តែហែព្រះដាក់ទៅក្នុងវិហារឲ្យគឺចប់រឿងណាមិនមែនទេ កណា ពុទ្ធបំណងគឺព្រះអង្គបានបញ្ជាក់ច្បាស់ណាស់បូជាតថាគតការបូជាដ៏ប្រសើរបំផុតចំពោះតថាគតគឺបដិបត្តិបូជាយកធម៌របស់តថាគតយកការបង្រៀនរបស់តថាគតយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ កណា នេះទើបបានផល កណា អញ្ចឹងបើសិនជាយើងគ្រាន់តែកាន់ពុទ្ធសាសនាធម្មតាដូចមកចម្រើនពរអញ្ចឹងដូចថាដូចយើងទាំងហែព្រះដាក់ក្នុងព្រះហារហើយក៏ចាក់សោទៅក៏ជាប់ទៅរំ ដូចកម្ពីបត្រៃបិដកអញ្ចឹងដាក់ក្នុងទូហើយចាក់សោអត់បានអត់ឲ្យមើលអត់ឲ្យអីចឹងណា បានផល កណាអត់បានផល អញ្ចឹងសុំទោស កណានេះមុន អញ្ចឹងសាលានេះប៉ុន្តែសំណួរសួរថាតើយើងអាចយកព្រះពុទ្ធសាសនាហ្នឹងផ្សព្វផ្សាយយ៉ាងដូចម្ដេចអញ្ចឹងយើងត្រូវមានកន្លែងបណ្ដុះបណ្ដាលមួយក ណា ហេតុចឹងហើយបានតែប្រឹង កណាកណាអត់ទេខ្ញុំកណាជឿថារឿងល្អត្រូវការពេលវេលាព្រោះរឿងដែលផ្លាស់ប្ដូរឲ្យប្រសើរវាអត់ងាយស្រួលនោះទេរឿងដែលធ្វើឲ្យលំបាកអន្តរាយវាលឿនខ្លាំងប៉ុន្តែដែលការកសាងអ្វីមួយឲ្យរឹងមាំឲ្យអស្ចារ្យហ្នឹងវាត្រូវការពេលវេលាខ្លាំងមែនតើកណាខ្ញុំកណាបានស្ដាប់នៅអនុសាសន៍វចរៈសម្ដេចបានលើកឡើងថាចង់មានសាលាធម្មទូតចង់មានសាលាធម្មទូតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យតែម្ដងឬមួយក៏ទីតាំងផ្សេង នៅក្នុងពុទ្ធិកសាកលវិទ្យាល័យ ជាមានន័យថាជាកម្មវិធីមួយរបស់ កម្មវិធីមួយរបស់ ពុទ្ធិកមហាវិទ្យាល័យមក បង អូកណាល្អមែនតើ ហេតុអីបានស្មាបានពោលពាក្យហ្នឹងដោយសារតែពេលនេះយើងមានធនធានគ្រប់គ្រាន់ កណាទៀត បដិប្រគុណប្រសង់ដែលព្រះអង្គលោកបានឆ្លងកាត់ឥឡូវបញ្ចប់ថ្នាក់បណ្ឌិតភាសាបាលីសំស្ក្រឹត កណា ហើយមានការអប់រំមួយប្រកបដោយនិយមគរុកុសលច្បាស់លាស់ កណា ជាស្តង់ដារជាតិអន្តរជាតិយើងមានធនធានអញ្ចឹងយើងអាចធ្វើកិច្ចការនឹងបានប៉ុន្តែយើងត្រូវការមិនមែនត្រឹមតែធនធានមនុស្សទេហិរញ្ញវត្ថុសម្ភារៈ កណាទៀតកណាសម្រាប់នៅក្នុងសម័យបច្ចុប្បន្ននេះថាតើព្រោះពាក្យហ្នឹងវាមានលឺយូរហើយនៅលហៀងយូរថាងមកពីយើងកាន់ពុទ្ធសាសនាហ្នឹងបានក្រវានៅអាពាក្យហ្នឹងវានៅអញ្ចឹងខ្ញុំកណាចង់សួរថាតើពុទ្ធសាសនាមានទូនាទីអីជួយលើកកម្ពស់ជីការសេដ្ឋកិច្ចពុទ្ធសាសនាឬក៏ជីវភាពនៃការរស់នៅរបស់សង្គមបច្ចុប្បន្នទូនាទីសំខាន់កាន់សម្ដេចអាចចែកម្លែក1 2ឬមួយយ៉ាងម៉េច នៅក្នុងព្រះសូត្រមួយឈ្មោះសង្គីលកៈសូត្រដែលព្រះអង្គត្រាស់សម្ដែងនិយាយអំពីរចនាសង្គមបែបព្រះពុទ្ធសាសនា កណា ព្រះអង្គនិយាយអំពីសាមណៈពួកអ្នកបួសនិងគ្រហស្ថនិយាយពីគ្រូនិងសិស្សពីចវាយនីនិងកម្មករទាំងអស់នេះគឺជាការដែលព្រះពុទ្ធសាសនារៀបចំសង្គមអស់លោកអ្នកអាចអានដោយពិស្ដារក្នុងព្រះសូត្រមួយឈ្មោះសង្គីលកៈ សង្គីលកៈសូត្រកណា លោកសាស្ត្រាចារ្យម្នាក់ដ៏ល្បីរបស់ប្រទេសស្រីលង្កាលោកហៅថាព្រះសូត្រនេះគឺជាលោកមិនមែនថា one of the best Buddhist certification ទេលោកថា the best Buddhist certification ever preached by the religious leader the Buddha កណា ដោយសារតែវាល្អពេកល្អត្រង់ថាតើប្តីនិងប្រពន្ធត្រូវកសាងជីវិតអាពាហ៍ពិពាហ៍ដោយវិធីណា ដោយវិធីណា មិនមែនសម័យទេណា កណា មិនមែនបន់ស្រន់ទេណា កណា គឺជាការអនុវត្តនៃស្វាមីនិងភរិយាពីរនាក់ហ្នឹងជាអ្នកតួអង្គសំខាន់ កណា
ដើម្បីកសាងសុភមង្គលតាម តាមបែប អាពាហ៍ពិពាហ៍ជីវិតអាពាហ៍ពិពាហ៍តើអ្នកបួសនិងខាងក្រហមត្រូវកសាងសង្គមយ៉ាងដូចម្ដេចក្នុងឋានៈជាអ្នកបួសនិងក៏លោកបានសម្ដែងក្នុងហ្នឹង កណា តើក្នុងការងារចវាយនាយមានន័យថាម្ចាស់ស្ថាប័នហើយនឹងបុគ្គលិកត្រូវកសាងក្រុមហ៊ុនត្រូវកសាងស្ថាប័នហ្នឹងដោយរបៀបណា កណា អញ្ចឹងព្រះអង្គបានសម្ដែងបាននិយាយអំពីរចនាសង្គមរចនាសម្ព័ន្ធសង្គមតាមបែបព្រះពុទ្ធសាសនាហ្នឹងតាំងពីជាង 2000 ឆ្នាំមុន កណា ហើយពាក្យថាដោយសារតែយើងកាន់ព្រះពុទ្ធសាសនាយើងក្រនេះជាពាក្យនេះជាគេហៅចំអកសង្គម ចំអកសង្គម កណា សង្គមមិននឹងរួនអ្នកបន្ទោសមិនបានអញ្ចឹងទម្លាក់ទៅពុទ្ធសាសនាអញ្ចឹងទៅក៏មិននឹងមានអ្នកណានឹងឆ្លើយតបនេះក៏មនុស្សទៅ កណា សំណួរសួរថាតើប្រទេសណាមួយដែលកាន់សាសនាហើយមិនក្រគ្រឹះអត់ទេនៅអាហ្វ្រិកក្រណាស់ កណាទេ អ៊ីស្លាមនៅអារ៉ាប់ប្រទេសមួយចំនួនក្រណាស់អ្នកកាន់ពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍ក្រចុះប្រទេសអ្នកមានដូចគ្នាជប៉ុនក៏កាន់ពុទ្ធសាសនា សិង្ហបុរី កណា ថៃវ៉ាន់ ណាអញ្ចឹងមានន័យថាសាសនាឥឡូវអាត្មាមិននិយាយសាសនាដទៃអាត្មានិយាយត្រឹមព្រះពុទ្ធសាសនា កណាទេ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះបង្រៀនឲ្យមនុស្សនឹងមានភាពស្វាហាប់ត្រូវទៅសម្អាតបន្ទប់ទឹកឲ្យស្អាតកន្លែងសឹងរៀបឲ្យល្អពេលសឹងអ្នកត្រូវបិទបង្អួចបិទទ្វារណាសម្រាមអីក្នុងវត្តអារាមដើមឈើទាំងឡាយអ្នកត្រូវថែរក្សាស្រោចទឹកអីនោះឃើញទេកណា លោកប្រាប់ទាំងអស់អញ្ចឹងហើយបើប្រសក់វិញយើងពេលដែលប្រជុំបិណ្ឌដងលោកសូត្របារាភិវសូត្រហ្នឹង កណាបារាភិវសូត្រ កណាហេតុនាំឲ្យវិន័យ ហេតុដល់អ្នកកុំលេងលបែងកុំផឹកស្រាហើយអ្នកមិនត្រូវពេលដែលមានបានហ្នឹងអ្នកត្រូវទៅសង្គ្រោះញាតិហ្នឹងណាហ្នឹងហើយមិនឲ្យខ្ជិលដេកទមួក ហ្នឹងហើយមិនឲ្យនិយាយច្រើនខុសកាលអីគេលោកប្រាប់ឃើញទេ កណា មង្គលវិញអានេះអបមង្គល អបមង្គលហេតុដែលនាំឲ្យប្រាជ័យក្នុងជីវិត ហេតុដែលនាំឲ្យប្រាជ័យក្នុងជីវិតចុះហេតុដែលនាំឲ្យជោគជ័យនៅក្នុងជីវិតមង្គល38ប្រការ កណា មេត្តាបេតុឧបដ្ឋានังពតតិរសសង្ឃហោអនាគុលាចកម្មន្តាអេតាមង្កលមុត្តមង្ កណា អ្វីជាមង្គលពាក្យសាមញ្ញរងថ្ងៃគេហៅរិស័យ កណា យីអ៊ុន យីអ៊ុនឡើងរិស័យឡើង យីអ៊ុនចិនឬក៏យ៉ាងម៉េចតាមហ្នឹងពាក្យយីអ៊ុន ចិនគេច្រើនហៅហុងស៊ុយ កណាហុងស៊ុយ ឥឡូវពាក្យពីដើមប្រើពាក្យថាមង្គលយើងហៅថារិស័យខ្ពស់តដែតអីចឹងណា កណា ពេលលោកថាបើជាអ្នកឯងចង់ឲ្យរិស័យនឹងខ្ពស់បើជាកូនអ្នកត្រូវគោរពមេត្តាបិតា កណា មេត្តាបេតុឧបដ្ឋានังឧបត្ថម្ភ កណា នោះវាទាំងអស់តាំងពីឧបត្ថម្ភតាំងពីសម្ភារៈគោរពនៅកាយវន្តនៈកិច្ចវាចាប្រកបដោយមេត្តាមនោកម្មមេត្តាវិជ័យមេត្តាមនោកម្មមេត្តាវិជ័យកម្មមេត្តាកាយកម្មដែលអ្នកបូជាចំពោះមេត្តាបិតារបស់អ្នកលោកថានោះអ្នកឯងមានមង្គលគឺមានរិស័យហើយ មង្គលមានរិស័យខ្ពស់ហើយកណា ទី2ពតតិរសសង្ឃហោណែប្តីនោះសង្គ្រោះប្រពន្ធហ្នឹងមិនមែនពាក្យសង្គ្រោះឡើយហ្នឹងគឺស្រឡាញ់និយាយអស់ទៅ កណា ស្រឡាញ់ដោយស្មោះហ่ะពាក្យស្រឡាញ់ដោយស្មោះលោកយល់ហើយស្មារតីស្វាមីភរិយានោះអាត្មាមិនបាច់និយាយ អញ្ចឹងអ្នកដែលមានគ្រួសារគាត់អាចគិតខ្លួនឯងយល់ខ្លួនឯងថាស្រឡាញ់ លោកប្អូនឯងមានភរិយានោះយល់ពាក្យនឹងច្បាស់ហើយក ណាទេកណា ដែលស្រឡាញ់ស្មោះបំផុតនឹងមានន័យថាម៉េច កណា អត់ពិបាកយល់ទេលោកថាប្រសិនបើក្រោមដំបូលនៃអាពាហ៍ពិពាហ៍ហ្នឹងប្តីនិងប្រពន្ធហ្នឹងស្រឡាញ់គ្នាដោយស្មោះណាវាជារាសីវាជាមង្គល កណា នេះជាពន្លឺនៃការកសាងសង្គមតាមបែបពុទ្ធសាសនា កណា ហើយលោកអត់ឲ្យលេងលបែង កណា ស្រាគ្រឿងញៀនលបែងហើយនឹងបើជាហើយនឹងកាមគុណ កណា ណាក្នុងពុទ្ធសាសនាមិនមែនហាមទេជីវិតអាពាហ៍ពិពាហ៍លោករស់នៅបែបជាជីវិតប្តីប្រពន្ធជារឿងធម្មតាតែលោកថាត្រូវមានដែនកំណត់ ត្រូវមានដែនកំណត់កណា ច្បាស់ឡើយហ្នឹងណាទាំងអស់អញ្ចឹងទៅនេះមើលមិនឃើញថាហេតុណាដែលព្រះនាំឲ្យសង្គមនេះធ្លាក់ទៅកាន់
បាយមុខមិនមានទេ កណែអញ្ចឹងមានន័យថាអ្នកដែលលើកឡើងហ្នឹងគឺអ្នកដែលមិនបានយល់អំពីរស់នៃពធអត់បានយល់អំពីពុទ្ធបំណងហើយមិនថាមិនយល់ហើយគឺមិនស្ដាប់ទៀតកណែ ក៏អត់យល់ក៏ កណែអត់យល់អត់បានស្ដាប់ដល់ពេលអញ្ចឹងអត់ដឹងត្រូវអនុវត្តមិននៅក្នុងដំណើរជីវិតកណែ ហើយសង្គមដល់តែយើងដល់យើងចង់បានឲ្យសង្គមរីកព្រះលោកថាតើលោកសំដែងតើលោកថាចិត្តជាអ្នកបង្កើតលោក កណែ លោកក្នុងទីនេះគឺសំដៅសង្គមលោកកៈហ្នឹងគឺសង្គមក ណែ សង្គមអ្នកយ៉ាងណាចិត្តអ្នកយ៉ាងនោះ កណែ នឹងព្រះសំដែងហ្នឹងបងព្រោះសង្គមនេះវាបង្កើតទៅដោយសារចិត្តយើងយ៉ាងណាគឺសង្គមយ៉ាងនោះ បើចិត្តប្រកបដោយលោភៈទោសៈមោហៈអញ្ចឹងសង្គមរស់នៅគឺបែបហ្នឹង បែបហ្នឹងបង ដូចសម្ដេចមានប្រសាសន៍មានសង្ឃដីកាមុនហ្នឹងដែលកាលនៅពីក្មេងៗពេលដែលមានបញ្ហានោះមានកំហឹងថាធ្វើម៉េចឲ្យតបានកំភ្លើងការនោះចូលទៅត្រឡប់មកវិញសងសឹកដោយសារសម័យនោះគឺរស់នៅក្នុងបរិស្ថានបែបហ្នឹង ចា៎បង ស្ថានភាពបែបហ្នឹងកណា អញ្ចឹងពាក្យហ្នឹងមិនត្រូវទេហើយអាត្មាមើលឃើញសាសនាជានិយាយត្រឹមព្រះពុទ្ធសាសនានេះលោកចូលទៅជួយផ្លូវចិត្តច្រើនហើយបើនិយាយអំពីការធ្វើឲ្យជីវិតឲ្យមានសុភមង្គលហ្នឹងលោកបង្រៀនច្រើនណាស់ កណា ជួនកាលអាចមកពីយើងមិនបដិបត្តិតាមព្រះអង្គហើយយើងធ្វើរឿងមិនល្អហើយយើងរੂអ្នកបន្ទោសមិនបានតែអញ្ចឹងដឹងរੂអ្នកបន្ទោសមួយអញ្ចឹងទៅ កណាយកសាសនាមកបន្ទោសតែម្ដងទៅ ហ្នឹងជាផ្នត់គំនិតហ្នឹងគួរជៀសវាងដែរ កណា ហើយបើសិនជាមានហេតុផលណាមួយដែលអាចថាទេពុទ្ធសាសនាពិតជាធ្វើឲ្យសង្គមវិនាសចឹងមែនអាត្មាចង់បានសិក្សាដែរថាវាពិតឬអត់ កណា បើព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងមកប្រោសដល់មនុស្សលោកដើម្បីតែការបំផ្លាញសង្គមអាត្មាប្រហែលជានឹងចាក់ចេញពីពុទ្ធសាសនា កណា ពីព្រោះ ខ្ញុំកណាក៏ដូចគ្នាកណា ពីព្រោះព្រះអង្គលោកត្រាស់សម្ដែងថាតថាការត្រាស់ដឹងរបស់តថាគតនេះគឺដើម្បីប្រយោជន៍សត្វលោកប្រយោជន៍សត្វលោកនោះនេះគឺដើម្បីសេចក្តីសុខរបស់មនុស្សលោកមនុស្សនិងទេវតា កណា មិនមែនដើម្បីបំផ្លាញមនុស្សនិងទេវតាទេអញ្ចឹងចំអកសង្គមនេះគួរតែជៀសវាងដែរហើយយើងអាចមួយទៀតបើសិនជាយើងអ្នកខ្លះប្រកាសជាមិនពេញចិត្តពុទ្ធសាសនាព្រោះអ្នកខ្លះក៏កាន់ 100% ទៅអ្នកខ្លះកាន់ 80 អ្នកខ្លះកាន់ 50 អ្នកខ្លះកាន់តែថ្ងៃតែបនខ្មោចទៅប៉ុណ្្នឹងទេ កណាទេ ហ្នឹង កណា ហើយបនខ្មោចហ្នឹងដោយសារញាតខ្លួនឯងទៅទៀតបានទៅបើអត់ញាតហ្នឹងក៏មិនទៅទៀតប៉ុន្តែអត់អីអាហ្នឹងជាការយល់ឃើញរបស់ខ្លួនណា កណាត្រឹមត្រូវ ប៉ុន្តែបើសិនជាល្អយោបល់អាត្មាជូនដល់អ្នកដែលមានទស្សនៈយ៉ាងដូចនោះគួរតែលោកចូលទៅសិក្សា កណា ពេលដែលលោកចូលទៅសិក្សាលោកគួរតែបើកចិត្តឲ្យទូលាយចូលទៅសិក្សាកុំឲ្យគេហៅជាសិក្ខាកាមដែលទឹកពេញកែវ កណាអញ្ចឹងទម្លាក់ការប្រកាន់ទម្លាក់ស្អីពីមុនហ្នឹងក៏បើកទៅជាឲ្យស្ដាប់បន្តិចស្ដាប់ដោយមេត្តាស្ដាប់ដោយការយកចិត្តទុកដាក់បំផុតណា ចា៎បង កណា អាហ្នឹងយើងអាចមើលឃើញ កណាទេ ហើយត្រូវចាំថាចេះទៀតដែរព្រះពុទ្ធជាម្ចាស់ហ្នឹងការត្រាស់ដឹងរបស់ព្រះអង្គហ្នឹងគឺព្រះអង្គច្បាស់ណាស់ថាព្រះអង្គមិនអាចធម៌របស់ព្រះអង្គហ្នឹងគឺមិនអាច សំទោសមិនអាចជ្រួតជ្រាបដល់សត្វលោកទាំងអស់លើភពផែនដីទេ កណា គឺព្រះអង្គក៏បាន45ព្រះវស្សានោះព្រះអង្គកិច្ចការខ្លះក៏ព្រះអង្គលោកធ្វើដោយជោគជ័យកិច្ចការខ្លះក៏ព្រះអង្គធ្វើដោយបរាជ័យកន្លែងខ្លះក៏ព្រះអង្គបរាជ័យដែរដូចជាការជួយពេលខ្លះទេព្រះអង្គប្រើពេលស្ទើរតែមួយបច្ចុប្បន្នដើម្បីជួយដើម្បីឲ្យគេយល់ពីព្រះអង្គដូចអាជាតសត្រូវអីហ្នឹង កណា ជាតសត្រូវព្រះអង្គស្គាល់តាំងពីនៅកុមារតាំងនៅទូចហ្នឹង កណា រហូតដល់ព្រះអង្គបញ្ជូនឡើងចិត្តបរិនិព្វានហើយបានអាជាទៅយល់អំពីស្គាល់ព្រះ ស្គាល់ព្រះ ហើយបានដាក់ទិដ្ឋិចូលទៅស្ដាប់ព្រះអង្គអញ្ចឹងមនុស្សវាមានលក្ខណៈផ្សេងគ្នាអញ្ចឹងអញ្ចឹងយើងត្រូវកុំឲ្យគិតថាឲ្យទៅកាន់ពុទ្ធសាសនាអ្វីគ្រប់យ៉ាងវាកើតចេញពីការជប់ទាំងអស់មែនទេ បើគិតចេញពីការជប់អញ្ចឹងលោកជុនលីហើយអាត្មាព្រះអង្គយន្តសេចក្ដីនេះនាំនេះព្រះជប់ឲ្យខ្លាយទៅជាព្រះអរហន្តអស់ហើយវាអត់កើតទេ ហ្នឹងកណា កើតចេញពីការអប់រំចិត្ត កណាត្រឹមត្រូវកណាអញ្ចឹងនិយាយអំពីការអប់រំចិត្តអញ្ចឹងត្រឡប់មកនៅក្នុងសម័យបច្ចុប្បន្ន
សម័យបច្ចេកវិទ្យាដ៏រីកចម្រើនជឿនលឿនសម្ដេចទាំងសម្ភារៈនិយមទាំងស្អីយើងអាចហោះហើរពីប្រទេសមួយទៅប្រទេសមួយដោយងាយស្រួលណាឥឡូវហើយយើងក៏កលេចមើលមកសង្គមម្ចាស់អាជីវកម្មវិញខ្ញុំកណ្ដាលជឿថា